ta con bị bắt bỏ Vivo X2 rồi Ultra miền bánh hải khla xem Vivo X2 rồi Ultra này nhung mà dạ thông đại hỏi hay trẻ tôi năng con bị bắt biết miền tại thông tầm mùi cốt cứ LED notificationឬក៏ upload notification តែម្ដងហើយសម្រាប់បញ្ហាផ្សេងៗគឺអត់ជាបញ្ហាអីទេមួយយ៉ាងនេះគឺខ្ញុំឃើញ Vivo ភាគច្រើនគឺព្យាយាម update លើ software មែនទែនដែលទី1 fix នៅលើ notification និងទី2 fix លើ camera ព្រោះពេលខ្លះពេលដែល update មកតង់ពេលខ្លះ camera ហ្នឹងធ្វើឲ្យថតអត់ច្បាស់ឬក៏ zoom មិនដើរអីចឹងទៅប៉ុន្តែពេលខ្លះទៀតពេលដែលយើង update មកតង់ទៀតទៅគឺធ្វើឲ្យយើងប្រើបានធម្មតាវិញអញ្ចឹងសម្រាប់ទូរស័ព្ទនេះគឺបញ្ហាដែលធំដែលខ្ញុំទើសជាងគេគឺតែ notification ទេតែគ្រាន់ចំណុចខ្លាំងវាមានច្រើនទី1ទាក់ទងនឹងការលេងហ្គេមគឺធានាជូនបងប្អូនអរគ្នាហាមតែលេងបដាបញ្ចូលបដាទេគឺលេងធម្មតាគឺអត់ក្តៅទេយើងកាន់ដល់ថ្នាក់ខ្ញុំកាន់សាមុនមកវឹកមុនខ្ញុំអត់ប្រើខេសទេគឺលេងហ្គេម2ម៉ោងទៅ3ម៉ោងគឺអត់ក្តៅទេតិចធម្មតាតែម្ដងហើយតែគាត់ខ្ញុំប្រើ Wi-Fi ណាខ្ញុំអត់ប្រើជា SIM ទេបើប្រើ SIM អាចយើងក្តៅតិចតួចហើយមួយទៀតទាក់ទងកាមេរ៉ាវិញគឺស្អាតខ្លាំងខ្ញុំចូលចិត្តហើយតាក់ទងនឹង Wi-Fi ហើយអ៊ីនធឺណិតធានាជូនព្រោះដោយសារតែបើសិនជាឧទាហរណ៍ថាទូរស័ព្ទ iPhone ចាប់បាន Wi-Fi ទាំងអស់អូសយើងពេលដែលយើងចូលមកយើងអូសមកឃើញ10នេះចាប់បាន20មានន័យថាវាចាប់បានច្រើនជាងវា range វាគឺបានឆ្ងាយជាងហើយចាប់បានល្អជាងហើយតាក់ទងនឹងការប្រើប្រាស់គឺខ្ញុំប្រើមួយរយៈតាំងពីប្រើមកគឺអត់ដែលមានបញ្ហាគាំងអីទេគឺអត់លោតតែ notification មួយទេកាលពីហ្នឹងគឺល្អសម្រាប់ខ្ញុំគឺខ្ញុំប្រើប្រាស់បានធម្មតាហើយដូចជាមានតែប៉ុណ្្នឹងទេគឺបងប្អូនបើសិនជាសំខាន់លើ notification ខ្លាំងណាស់ប្រើខ្ញុំគិតថាបងប្អូនគឺពិបាកប្រើតិចឯងប៉ុន្តែបើសិនជាបងប្អូនអត់មាន notification ចេញខ្លះអត់ខ្លះក៏បងប្អូនអត់ជាបញ្ហាទេអញ្ចឹងបងប្អូនអាចប្រើវាបានអាចកាន់បានយូរបានបើសិនជាបងប្អូនសំខាន់ notification កាន់អត់បានយូរទេតាម plan ដូរហើយអរគុណច្រើនបាយបាយ